ជំរាបសួរពុកម៉ែបងប្អូនសប្បុរសជនទាំងក្នុងស្រុកក្រៅស្រុកថ្ងៃនេះដែរក្រុមការងារមូលនិធិខ្មែរជួយខ្មែរក្នុងគ្រាក្រសន្និចាបានដឹកនាំនៅថតិកាមនុស្សធម៌ពីលោកស្រីឈឿនស៊ីណាតនៅប្រទេសបារាំងនិងកូនចៅដែលបានឧបត្ថម្ភជូនទៅដល់លោកយាយចាជំរាបសួរយាយចាជំរាបសួរអូនមិនដែរមានអារម្មណ៍យ៉ាងម៉េចដែរមានអារម្មណ៍ថាសប្បាយចិត្តហើយអរគុណអ៊ំដែលនៅក្រៅប្រទេសដែលបានជួយក្មួយបានមានការសិក្សាមានសម្ភារៈប្រើប្រាស់ច្រើនមុខក្មួយសូមអរគុណអ៊ំមែនតែអត់មានអីអរគុណខ្លាំងបំផុតអ៊ំមានតែរៀមដៃ10ចាមានតែរៀមដៃ10លើជំពះជូនអ៊ំថ្ងៃនេះទទួលបានអីខ្លះទទួលបានច្រើនមុខដូចជាសម្ភារៈការសិក្សាខោអាវកង់ទូស័ព្ទដៃអង្គកាបូបរៀនអាវរៀនសម្ពត់រៀនបាច់ជើងបានច្រើនគ្រប់មុខទាំងអស់តាំងពីកង់ចាតាំងពីកង់ទាំងអីហើយក៏សូមថ្លែងអំណរគុណទៅដល់ឧបាសិកាបាទអរគុណទៅដល់បាទបងឈួនវ៉ាន់ណេងហៅបងពៅនៅត្បូងឃ្មុំបានឧបត្ថម្ភ 50000 ជាវជាងកមួយបេទូចសម្រាប់ជុកឧបត្ថម្ភជូនទៅដល់លោកយាយផងដែរចាសូមលោកយាយជួយឲ្យពរជ័យទៅសប្បុរសជនគាត់ឈ្មោះលោកស្រីឈឿងស៊ីណាតនៅប្រទេសបារាំងគាត់បានធ្វើជាជញ្ជាំងបាទជួសជុលជញ្ជាំងនេះគឺពីរជ្រុងបាទជ្រុងខាងក្រោយនិងជ្រុងចំហៀងនេះដាក់ប្អួយ2ចាឥឡូវនេះបាទដាក់បានមួយព្រោះដោយសារខ្លាចថាក្រុមការងារថតអត់តាន់ណាអញ្ចឹងសូមដាក់មួយសិនមិនតាន់បានយើងត្រូវការចោះទៅយើងថែមប្អួយមួយទៀតបាទហើយសម្ភារៈថាវិការដែលខាងលោកស្រីឈឿងស៊ីណាតឧបត្ថម្ភមកមានវគ្គមុនយើងជូនទេយ្យទានជាអាហារហូបចុកហ្នឹងបាទយាយបាទនោះ$100ព្រមទាំងថវិកា100000ថ្ងៃទី1ដល់ពេលបន្ទាប់មកទៀតគឺជួសជុលសម្រាប់សង្កសីហើយនឹងប្អួយ2ផ្ទាំងនេះអស់$180បាទហើយបាទឧបត្ថម្ភនេះសម្លៀកបំពាក់សិស្សនេះសម្រាប់ឧបត្ថម្ភជូនទៅដល់ក្មួយស្រីដែលជាក្មេងកំព្រាបាទត្រូវជាចៅលោកយាយផ្ទាល់បាទ$120ធុងនេះសំទោស125ហើយធុងនេះ$20ចាបាទហើយទូរស័ព្ទដៃ$249មើលសូមមើលម៉ាកនេះមើលម៉ាក Vivo បាទហើយសម្ភារៈសិក្សាបាទព្រមទាំងខោអាវសិស្សនោះគឺអស់$100បាទកតាបរៀនហើយកង់និងស្នប់នេះបានកង់ហើយបានស្នប់ទៀត$70បាទហើយបានអាហារសម្រន់នេះបែងចែកពីរបាទមួយចំណែកជូនទៅដល់លោកយាយហ៊ីមតាត្រានោះកាទៀវកាត់ហ្នឹងមិញកាទៀវកាត់2ប្រអប់បាទហើយដល់ពេលនេះមកលុតឆាបាទចំនួន3ប្រអប់ព្រោះកូនគាត់ចៅគាត់និងជីដូនបាទចាសូមជ័យលោកយាយជួយឲ្យពរជ័យទៅលោកស្រីជាម្ចាស់ទានអរគុណទៅដល់លោកស្រីទាំងអស់នៅក្រៅប្រទេសនៅក្នុងប្រទេសបានជួយថវិកាចៅខ្ញុំដែលរៀនសូត្រនេះខ្ញុំសូមអរគុណណាស់ហើយគ្មានអីប្រៀបបានទេសង្កសីជួសជុលផ្ទះព្រមទាំងកង់និងគ្រឿងសម្ភារៈទូរស័ព្ទដៃនិងខោអាវចាលោកស្រីឧបត្ថម្ភទាំងអស់ចាខ្ញុំខ្វះខាតឲ្យគាត់ជួយពេញកុំប្រកែកប្រកាន់ឲ្យខ្ញុំចាអញ្ចឹងខ្ញុំសូមអរគុណអដែលលោកស្រីអ្នកស្រីទាំងអស់នឹងជួយខ្ញុំឲ្យបានសុខភាពល្អបរិបូរណ៍ខ្ញុំជួយបានមកដល់ខ្ញុំអរគុណណាស់ហើយចាខ្ញុំមានតែប៉ុណ្្នឹងទេចាខ្ញុំក្រុមការងារក្រសួងគ្រប់ថ្លៃម្នាក់អំណរគុណយ៉ាងជ្រាលជ្រៅដល់លោកស្រីឈឿនស៊ីណាតចាដែលលោកតែងតែជួយដល់នៅពុកម៉ែបងប្អូននៅប្រទេសកម្ពុជាដែលជាកុមារក្រីក្រព្រមទាំងលោកយាយលោកតាចានាងខ្ញុំក៏សូមគោរពថ្លែងអំណរគុណជូនបុណ្យជូនកសលអ្នកផលទាំងអស់នេះសូមឲ្យបងជួបប្រទះតែនឹងសេចក្តីសុខក្តីចម្រើនទៅទីកន្លែងណាក៏ជោគជ័យគ្រប់ភារកិច្ចសូមឲ្យបងមានសុខភាពល្អយូរវែងកុំបីឃ្លៀងឃ្លាតឡើយចាសូមគោរពលាហើយក្នុងនាមយើងជាសិស្សបដិញ្ញាថាម៉េចថាទទួលបានអីវ៉ាន់ហើយយ៉ាងម៉េចដែរខំរៀនសូត្របដិញ្ញាត្រូវខំរៀនសូត្រដើម្បីអនាគតខ្លួនឯងព្រោះយើងដឹងហើយថាយើងជាក្មេងកំព្រាម្ដាយនៅតែឪពុកទេហើយឪពុកឥឡូវឈឺដេកដួលទៀតទៅណាអត់រួចហ្នឹងទី1ទី2ទៀតពេលដែលរៀនចេះដឹងហើយត្រូវកុំភ្លេចនេះកតញ្ញូចំពោះជីដូនចំពោះឪពុកធ្វើបានអត់ខំប្រឹងណាអរគុណអរគុណអ៊ំទាំងពីរអរគុណអ៊ំដែរអ៊ំហៅប៉ាហៅម៉ាក់ក៏បានដែរ